อเนี่ยตั้งปีเราบดดาลโหดมาแต่ก็พดจะสมมตินี่คือจะเสริมรวมครบเสริมรวมครูเหมือนโยมการนูcái trong tôi đấy chia suối cái chia cái lá có mưa rút là ban thọt sai phim yến mun kê cái nó còn lôi chai còn thằng ha còn ngọt còn lôi mun kê hay nó khập sơ đồng cừu mùi kia hay còn chia mưa tầm lạnh mùi nhung này phòng quay đa ấy mùi kia hay dùngคือchia suối chụp phù mại chẳng lệ buồn chẳng đâu dùng ở miền ấy chui thế còn là pram ria đọc ria nhà đó ban đó poi pai cắt lôi một mùiไฟวิ่งกับมวยปอนเนี่ยซอลไปเจ้าต่อเดียวซอลใบเมินบุญปอนđấyญาติอ้อยlà lạnh mùi kia đa lên mùi kia chọp đa quay mùi kia về nếu lẹ luôn đâu dùng mình nước man thay chưa xuống lẹ còn đòn nặng đấyបាទចាបាទពិតជាអារម្មណ៍គ្រប់គ្រងមែនទែនឥឡូវបងមកដល់នៅភ្នំពេញប្រហែលថ្ងៃហើយលោកជាស្រួយខ្ញុំទៅបោកដល់ពីម្សិលមិញពេលយប់ខ្ញុំមកដល់ភ្នំពេញហើយក៏ឲ្យទេឲ្យសម្លាញ់អេបថងនេះមកទទួលខ្ញុំទៅសម្រាប់នៅផ្ទះហើយម្ដងខ្ញុំភើបយកថាមករកការងារធ្វើឥឡូវយកកំពុងថាឲ្យជួបភាសាពណ៌ណាបងជួបក្រុមតែមើលមកជួយជាស្រួលចូលក្នុងគណៈកម្មការក្នុងជួរគណៈកម្មការហើយឥឡូវគាត់ទទួលស្គាល់ហើយគាត់ថាឲ្យសូមអរគុណដល់តែមើលផងថាទៅជួយកីឡាករទៅចាស់មួយរូបដែលជួយរៀនខាងជួរសហព័ន្ធដើម្បីបម្រើធ្វើការចាប់ក្រមឬយ៉ាងណាក្នុងជួរកីឡាបណ្ដាលបាទសូមអរគុណតែមើលមែនទេជាស្រួយបាទខ្ញុំមិនហ៊ានសួរសំណួរអ្វីដើម្បីប៉ះពាល់អារម្មណ៍ទេយើងឃើញថាបើសួរទៅវាមានតែអារម្មណ៍ដុកដួលអីខ្ញុំមិនចង់ហ៊ានសួរដល់សួរហ្នឹងបន្ទាប់ពីបរាជ័យនៃឆាកជីវិតខ្សែជីវិតតើបងអូនគិតថាមកក្នុងពេញនេះនឹងរឹងប៉ឹងគិតថានឹងចង់ធ្វើអ្វីថែមទៀតទេបាទខ្ញុំមកភ្នំពេញនេះខ្ញុំចង់មានការងារដើម្បីសម្រាប់ចំជីវិតរបស់ខ្ញុំតែប៉ុណ្្នឹងទេព្រោះខ្ញុំមិនចង់បើកអីលើសទុកពីនឹងទេព្រោះថាខ្សែជីវិតរបស់ខ្ញុំពីមុនធ្លាប់មានលុយកាក់ច្រើនតែនៅពេលនេះខ្ញុំធ្លាក់ខ្លួនអស់បលីងដោយសារតែបញ្ហាបែកបាក់ប្រពន្ធដូច្នេះខ្ញុំមិនចង់បានអ្វីលើសទុកពីនឹងទេគឺចង់បានតែមករស់ទៅរឿងខ្ញុំអស់ចិត្តហើយឲ្យមានការងារធ្វើក្នុងសង្គមគេដើម្បីរស់ជាមួយគេបាទដើម្បីចិញ្ចឹមជីវិតនិងចិញ្ចឹមម្ដាយចាស់នៅប៉ោយប៉ែតតែប៉ុណ្ណឹងខ្ញុំអស់ចិត្តហើយបងប៉ុន្តែឥឡូវចង់សួរថានៅតែពីអ្នកម្ដាយទេបាទឥឡូវនៅតែពីអ្នកម្ដាយគាត់ចាស់គាត់អាយុ88ឆ្នាំហើយខ្ញុំជាកូនពៅគេចង់សួរថាលោកជាស្រួយតើមានបងប្អូនបង្កើតទាំងអស់ប្រមាណអ្នកដែរជាស្រួយបងប្អូនទាំងអស់គឺ11នាក់ឥឡូវនេះបងស្រីនៅប៉ោយប៉ែតម្នាក់ហើយខ្ញុំនៅម្នាក់នៅតែ2នាក់បងប្អូនតែប៉ុណ្្នឹងឯងខ្ញុំជាកូនពៅគេកូនទី11បងប្អូនទាំងអស់ស្លាប់អស់ហើយគឺសល់តែខ្ញុំ2នាក់បងស្រីនៅប៉ោយប៉ែតម្នាក់នៅខ្ញុំតែប៉ុណ្្នឹងបាទហើយជាស្រួយអ្នកស្រុកខាងណាដែរអ្នកស្រុកកំណើតបាទស្រុកកំណើតខ្ញុំនៅបាត់ដំបងស្រុកមងឫស្សីខេត្តបាត់ដំបងបាទប្រវត្តិហាត់បដាល់នៅឆ្នាំណាកាលខ្ញុំនៅហាត់ហ្នឹងគឺកាលឆ្នាំបាយជាង8បាទ87បាទហើយធ្លាប់ចាំបានទេធ្លាប់ប្រកួតបានប្រហែលប្រកួតដែរខ្ញុំប្រកួតបាន66ដងឈ្នះ60ដងចាញ់6ដងចាញ់6ដងបាទធ្លាប់គ្រប់គ្រងខ្សែក្រវ៉ាត់ទៅពៀនអីទេធ្លាប់ទទួលជ័យជំនះកាលឆ្នាំ2000
ជំរឿនជើងឯកទីតាំងប្រទេសបានលេខ1ក្នុងទម្ងន់គីឡូ60បាទ ហើយកន្លងមកតើលោកជាស្រួយធ្លាប់សម្ដែងខ្សែភាពយន្តបានប្រហែលរឿងដែរ បើរាប់ទាំងអស់ទៅបាន7 8រឿងដែរបាទរឿងភូមិដែលឆានរឿងប្រពន្ធខ្មោចរឿងបេះដូងនៃបណ្ដាលរឿងច្រើនរឿងគឺចង់ភ្លេច ហើយកាលដែលបងអូនថតដើរជាតួឯកក្នុងរឿងបេះដូងអ្នកបដាល់ហ្នឹងកាលហ្នឹងបងអូនដើរជាតួឯកហើយគឺថាល្បីល្បាញខ្លាំងណាស់ បាទ ហើយគេស្មានថាបងអូនជាស្រួយទៅបានភាពយន្តដ៏ល្អទៅសហរដ្ឋអាមេរិកឬក៏ទៅរស់នៅប្រទេសគេអត់ដឹងថាបងអូនរស់នៅវេទនារងាដួងចិត្តម្នាក់ឯងគឺអញីអញោហើយបាក់រូបបាក់សម្ផស្សទៅធ្វើជាកម្មកសំណងឲ្យគេអញ្ចឹងហើយកាន់ថតមួយរឿងបានប្រហែលណាលោកជាស្រួយ កាលហ្នឹងខ្ញុំថតរឿងនៅ CDN ហ្នឹងបាន$500តួឯកបាន$500 ក្នុងមួយរឿងហ្នឹង បាទក្នុងមួយរឿងហ្នឹងបាទរឿងផ្សេងទៅបាន$700 $800មាន1000បាទបើថតនៅ CDN បានត្រឹម500បាទជារឿងភាគបាទ ហើយឥឡូវពេលដែលបងអូនឃើញប្រពន្ធរបស់បងអូនគេល្បីល្បាញណាស់រាល់ថ្ងៃនេះគេខ្លាចជាតួឯកគុណផងហើយគេខ្លាចជាមានឡានទំនើបវិឡាននៅ បាទ ហើយបងអូនមានអារម្មណ៍គិតថាមិនចង់សម្លឹងតទៅទៀតឬក៏បងអូននៅតែដកជាប់សមោលអន្តរកាលនឹងចេះតែរៀលរលនៅក្នុងដើមទ្រូងបងអូនឲ្យក្តៅដួលងក់អួលងំឬក៏រលត់បាត់ទៅហើយ បាទខ្ញុំចង់ជម្រាបដល់បងប្អូនពុកម៉ែទាំងអស់ថាឥឡូវនេះខ្សែជីវិតខ្ញុំវាធ្លាក់ដុនដាបពីនេះខ្ញុំមិនចង់មានអ្វីតទៅទៀតទេគឺថាជូនពរឲ្យគេមានសំណាងល្អចុះគេជួបអ្នកដែលល្អគេមានលុយកាក់បាទច្រើនខ្ញុំចំពោះខ្ញុំគឺមិនអាចគិតទៅមុខទៀតព្រោះយើងធ្លាក់ខ្លួនចេះគេមិនអាចរាប់រយយើងបានទេដូច្នេះសុខចិត្តតាមព្រៃវាសនារបស់យើងបាទគឺខ្ញុំមិនអាចជួបមនុស្សដែលផិតក្បត់គឺខ្ញុំស្អប់ពីទីបំផុតក្នុងចក្រជីវិតនេះបាទមិនចង់ឲ្យមានលឺភាពបែបនេះហើយក៏សូមផ្ដាំផ្ញើដល់បងប្អូនចំនួនក្រោយថាកុំឲ្យឃើញស្រីស្អាតក្មេងស្អាតណាឃើញភ្លាមស្រឡាញ់ផ្លេតដូច្នេះកុំយកគំរូតាមបងព្រោះថាយើងត្រូវមើលប្រវត្តិខ្សែជីវិតពូជពងសាវតាគេថាតើគេយ៉ាងម៉េចកុំឲ្យឃើញដូចខ្ញុំជារូបខ្ញុំដែលខ្ញុំមានវិបត្តិដោយចិត្តមក12ឆ្នាំហើយ បាទ12ឆ្នាំហើយដែលខ្ញុំមានវិបត្តិផ្លូវចិត្តខ្ញុំមិនដែលគិតថាអ្នកណាមួយជាឃើញពីណាមួយដែលថាស្រឡាញ់គួរឲ្យគឺថាខ្ញុំអត់ដែលគិតតាំងតែខ្ញុំខូចចិត្តមកគឺខ្ញុំឈប់គិតដល់ខ្ញុំគិតថាអស់និស័យតែម្ដង បាទមានបងប្អូនយើងខមមិនសួរច្រើនណាស់តកតងទៅនឹងភរិយារបស់បងមុនប៉ុន្តែខ្ញុំបាទសូមរក្សាសិទ្ធិតែគ្រាន់តែខ្ញុំបាទប្រាប់ថាគេគឺជាតួឯកគុណឥឡូវនេះដល់កំពុងតែល្បីធ្លាប់ដើរជាតួឯកក្នុងរឿងទូ CTN ចាក់ថ្មីហ្នឹងហើយគេក៏ថតបទនៅហងមាសនៅ Sunday ជាច្រើនបទផងដែរប៉ុន្តែខ្ញុំមិនសូមប្រាប់ឈ្មោះទេដើម្បីទុកឲ្យគេមានអនាគតចាស់ជាស្រួចមានអីនិយាយបន្ថែមនេះទេអំពីជីវិតឲ្យគិតថាឥឡូវសហព័ន្ធគាត់បានគិតគូរបងប្អូនយ៉ាងម៉េចដែរ បាទសហព័ន្ធពីម្សិលមិញខ្ញុំបានទៅជួបមេរបស់ខ្ញុំអៃដាមតែមើលគាត់ប្រាប់ថាឲ្យលោកអេបថងជួលខ្ញុំទៅហាត់រៀនបាទដាក់ឈ្មោះរៀនធ្វើជាអាជ្ញាកណ្ដាល ចាប់ក្រម បាទចាប់ក្រុមនឹងដើម្បីបានលុយកាក់ចិញ្ចឹមជីវិតរបស់ខ្ញុំបាទព្រោះខ្ញុំវាអត់មានចេះអីតទៀតគឺវាយើងអាជីពរបស់យើងជាកីឡាបដាល់យើងមានធ្វើអាជ្ញាកណ្ដាលអាជ្ញាអីប៉ុណ្ណឹងហើយជួនកាលបាននិយាយពិធីករអញ្ចឹងទៅក៏
ចិត្តបាទថាវិការ តិចតួច ដើម្បីចិញ្ចឹមជីវិតរបស់យើង ហើយឥឡូវមកនេះនឹងស្នាក់នៅជាមួយនឹងអត្តរាជស្ដេចបដាលស្រុកខ្មែរយើងអេវថងសិន ខ្ញុំមកនៅផ្ទះរបស់មិត្តភ័ក្តិអេវថងគេបានជួយខ្ញុំ ណាមួយនឹកផងសម្លាញ់តាំងពីតាវាយមួយគ្នាមកដេកមុងជាមួយណយជាមួយបាយជាមួយគ្នាហើយពេលបានជាស្រួលកទេមកពេលនឹងខ្ញុំនឹកអតីតកាលទៅអត់មកដេកផ្ទះអាចទៅវិញអៀតតិចតួចទៅបីវាឆ្ងាយយ៉ាងណាក៏ដោយតើដេកអស់គ្នាគាត់ទៅវាឆ្ងាយបន្តិចក៏ប៉ុន្តែអត់អីទេទៅអស់គ្នាដេកនឹកសម្លាញ់តែមិនដឹងទៅយើងអត់តមានរដ្ឋភាពខ្លាំងដែរណាបងណាតើមានលទ្ធភាពមានធ្វើការច្រើនអាចជួយគុតគង់បានច្រើនទេអត់អត់មានតែកន្លែងដេកស្នាក់នៅនៅផ្ទះមានបាយហូបអញ្ចឹងទាវអីមួយគ្នាផឹកឡើងបានប៉ុណ្ណឹងសម្រាប់ពូម៉ាក់ បាទចឹងចាប់ពីពេលនេះតទៅលោកជីស្រួយគិតថានៅពង្រឹងខ្សែជីវិតខ្លួនឯងកើតណាទៀតដើម្បីព្យាយាមក្រោកឈរឡើងដើម្បីប្រឆាំងជាមួយនឹងព្រំលិខិតដើម្បីក្រនតែរស់ដើម្បីកំដរធម្មជាតិឲ្យសាងគិតយុះឡើងវិញបាទសូមអញ្ជើញ បាទខ្ញុំមានអីឲ្យធំដុំទេបងព្រោះថាយើងក៏មិនបានរៀនជ្រៅជ្រះនឹងគេដូច្នេះមានតែអាជីពកីឡាបដាល់នេះហើយដែលយើងអាចតស្នងទៅតបន្តទៅទៀតដូច្នេះហើយខ្ញុំនឹងចូលធ្វើអញ្ញាកដាលដើម្បីបានកម្រៃយកចិញ្ចឹមជីវិតតែប៉ុណ្្នឹងអីបាទព្រោះ ហើយ ថា មក យើង នេះមានក៏អាវប្រមាណកំភ្លេដែរបាទ មកវិញ បាទមាន ពី3 ពីបីកាផ្លេដែរសម្រាប់ឡាស់ តែពាក់ផងខ្ញុំពាក់ត្រូវទេខ្ញុំមានធំជាងឥឡូវអាវអត់មានអត់ បាទចឹងបើសិនជាបងប្អូនណាដែលមានកៅអៅច្រើនឬក៏មានហាងណាចង់ឧបត្ថម្ភបងអូនជាស្រួចបាទសូមមេការបើថាមើលទៅមានជាស្រួចប៉ុណ្ណឹងហើយមិញខ្ញុំឲ្យអាវខ្ញុំមួយពីរដែរកាមេរ៉ាយើងសូមជួយរំមើលអាវខ្ញុំខ្ញុំបានទី3ហ្នឹងអាវខ្ញុំពាក់អាវខ្មៅខ្ញុំអាវស្អាតហ្នឹងឲ្យជាស្រួចមួយពីរមកតោះពីរតែជាស្រួចអាចពាក់អាវខ្ញុំទៅមើលទៅមានប៉ុនខ្ញុំដែរ ត្រូវ បាទ ហើយជួយមើលអាវខ្មៅអាវរូបគេជីស្គីហ្នឹងពីរ3មកហើយឲ្យមួកជាស្រួចមួយមកមួកណាល្អទៅហ្នឹងហើយបាទនឹងនៅប្រុសដូចគ្នារហូតដល់ខ្លាំងនៅសៃប៉ុន្តែបងដូចបងអូនសំដែងបត់បេះដូងអ្នកបដាល់សៃវៀនស្នេហ៍សៃវៀនបដាល់ដូចចំរឿងបងអូនតែម្ដងទូឯកផងហើយបត់ហ្នឹងដូចជាត្រូវនឹងខ្សែជីវិតដូចជាធ្វើឲ្យបងអូន ស្ដាប់គាត់នេះខ្ញុំរន្ធត់ណាបងរន្ធត់ខ្សែជីវិតរបស់ខ្ញុំហើយនឹងខ្សែរឿងហ្នឹងគឺខ្ញុំវាត្រូវនឹងខ្សែជីវិតរបស់ខ្ញុំដូច្នេះខ្ញុំពេលណាខ្ញុំឮភ្លេងនឹងបទហ្នឹងគឺខ្ញុំដុកដួលខ្ញុំក៏សូមថ្លែងអំណរគុណលោកសាវធឿនដែរដែលបានជួយខ្ញុំជាទឹកប្រាក់ចំនួន$100នេះដល់ខ្ញុំបាទហើយអាវបាទខ្ញុំអរគុណច្រើនណាស់ព្រោះនេះខ្ញុំកំពុងតែអត់ខ្លាំងមែនទែនបាទសូម្បីតែជិះឡានមកពីប៉ោយប៉ែតមកហ្នឹងបាទក៏មានលុយដែរសុំគេមកជាមួយជួយបើកឡានគេបាទបានមកដល់ផ្ទះលោកអេវថងបាទអរគុណច្រើន បាទចឹងលោកអេសងមានអីនិយាយទេសម្រាប់ពីអត្តចរិតជាស្រួយ បាទក្នុងចិត្តខ្ញុំខ្ញុំមិននឹកស្មានថាពូម៉ាក់ខ្ញុំនឹងដល់ថ្នាក់នឹងទេអត់នឹកស្មានបាទធ្លាប់កាលពីគេមានបានធ្លាប់តែគេជួយខ្ញុំគេអត់មានលុយប្រហែលគឺឲ្យ10រៀល20រៀលចាយឲ្យមកខ្ញុំណាដល់ពេលបែកគ្នាប្រហែលជា10ឆ្នាំចេះ 12ឆ្នាំ 12ឆ្នាំហើយ12ឆ្នាំទេមកខ្ញុំបាន2ដងពូម៉ាក់អញអត់មានលុយទេខ្ញុំក៏សេស្វាខ្ញុំអត់ដែរមានតែ10រៀល20រៀលជួយគ្នាទៅផ្ញើតាមវិញជូនអើយ ដល់វិញតាមវិញអស់បាត់ហើយ 6000បាត់ហើយ មក10រៀលអស់6000បាត់ហើយបាទហើយលោកជាស្រួយចេះបើកទៅបើបានមកកាត់ទៅ ពេលណាខ្ញុំបានលុយមកក៏ខ្ញុំនឹកឃើញថាខ្ញុំពេលខ្ញុំអត់លុយខ្ញុំមិនចង់ឲ្យពឹងពាក់បងប្អូនណាទេព្រោះខ្ញុំសុខចិត្តទ្រាំនៅម្នាក់ឯងដើម្បី
mình oi cái đâm bị say vật bao nhiêu thay mình chỉ mà thì mình số chất lẹ băng đỏ hốt đo say đi đặc khi mình ai tròn ban và mình ai tròn ban được say vật ca ót liền bao nhiêu nhưng có trình mục màu và trình mục ជួបបងសានធឿន còn sao mình thưa nó bây oi đừng lư thập vị chỉ vật bao nhiêu xa là mây mà nó bây xa là mình នៅពេលណាបងប្អូនបានគេហៅថាកាត់បេះដូងកាត់បេះដូងរូងកាត់បេះដូងរូងយកបេះដូងមកដាក់លើបាតដៃបង្ហាញខ្សែជីវិតនៅបណ្ដាញសង្គម Facebook ក្នុងនាមដែលប្រពន្ធផិតក្បត់ទៅដេកជាមួយអង្គញាចង់បានលុយកាន់ទូរស័ព្ទទំនើបចង់ខ្លាយជាទូឯកុនហើយអារម្មណ៍ធូរទេឬក៏យ៉ាងម៉េចដែរហើយមានឲ្យបងប្អូនដែលប្រើប្រាស់បណ្ដាញសង្គម Facebook ជួយរំលែកទុកធូរអារម្មណ៍ធូរទេ bà còn lo màu đi đập pi năm thôi để bà nhầm mà bậy bạ và quần nhầm mình ao đai lịch lư ao bỏng ôn nát đang lư thang nhầm đâu thì là từ khi số kết khăm mọt số kết lùm bạ được rồi ai nấu xí ọt liền nấu tam free và tam free cái rồi cứ mình ai ao bỏng ôn nát đang lư số bây giờ mà đai bọc nhom mình trong ấy đang phát bị bại chất số kết nấu là hốt mà đào thấy nè mà nhầm bỏng lư hỏi bỏng ôn tôi thì chôn đang lư thạc nhầm ôn từ lọp bọc trong pin với nhà hơi đang bay đâu càng hay phư thì châm chỉ bật bọc nhom bà ខ្ញុំក៏សូមអភ័យទោសពីបងប្អូនដែលខមមិនផងដែរណាអរគុណណាស់ដែលបានលើកទឹកចិត្តកុំតែសូមគុំសួរថាប្រពន្ធគាត់ឈ្មោះអីគឺថាខ្ញុំគេហួរទៅហើយឲ្យគេមានសេចក្តីសុខចោះយើងកសាងជីវិតបង្គោលជាថ្មីទោះបីជាគាត់ជាអ្នកបដាល់ជួយចិត្តដោះស្រាយអ្វីដែលកែងជំនុំនៅលើសៃវិញយ៉ាងណាក៏ដោយបើគាត់បរាជ័យនឹងវាខ្សែជីវិតរបស់គាត់សុខចិត្តវិចបំវិចដើរចេញពីសៃវិញស្នេហ៍បាទយើងគួរតែលើកទឹកចិត្តគាត់ហើយក៏អរគុណដល់បងប្អូនបាទអញ្ចឹងសូមបាទនេះជាស្រួយអាវនេះខ្ញុំទិញ original 5-10 ដុល្លារបាទអាវនេះស្អាតអាវរបស់ខ្ញុំល្អទេបាទល្អអរគុណដល់ឲ្យអាវរបស់ខ្ញុំមកខោ6ឲ្យពីណាអរគុណទេអាវកន្លងខោ6ឲ្យមួយមកបាទនេះដុល្លារខ្ញុំជូននេះបាទខ្ញុំបានជូនអាវលោកជាស្រួយគាត់ពាក់ឲ្យស្អាតអាវអាវថ្មីអត់មានអាវចាស់ទេណាបាទពាក់នេះក៏ស្អាតដែរសាក់ដោះនឹងចេញហ្នឹងលោកជាស្រួយដោះចេញពាក់នេះស្អាតអានេះខ្ញុំទិញ5-10 ដុល្លារខ្ញុំគ្មានអ្វីឲ្យទេមានតែការចែករំលែកនេះអូយអាវស្អាតណាមិនមែនអាវជូនទេមកអាវលេខ1អត់ថៃnày cũng như cái số như khó và đặt khó là bôi em mới mà bạn ông nêu cái ăn mà hà na bạn công dung ôn chỉ số có số chỉ vật tiết công dung đi khâu của bôi đi khâu của bôi còn bệnh trắng á không có đâu cả phần hãy áo sai của bác mới sai của bác mới mà chút sai của bác giờ sai của bác là lo ấy mà bay cũng là bay tinh mà thấy nữa nói mà chạy xuyên tây đây là sai của bác đấy bằng bay sắp hai mình cứ còn lên mình hỏi của họ mới vô của bố với anh muốn mà của bố mới đã áo giờ của bố mới ơi giờ có cái hôm mới chết là hôm đấy bằng như là hôm ơi bà khơi bong ôn khơi nhanh con là con cái áo lên cái ta lược sầm rọc con tên là bò và bơi ta mà tất hô phải chạy thì tao đừng lang sạch với nhau nhưng đừng chặt tục tha sai chúng ta bao nhiêu ai được xong tạm tất khô tạm cho được cho nó lúc em đó ba lúc em không biết ấy gì số là ខ្ញុំអីជួ
ជួមុខដល់ពូម៉ាក់ខ្ញុំហើយខ្ញុំអរគុណដល់បងសានធឿនដែលជួយធំជាខោអាវជាទឹកប្រាក់ឲ្យកីឡាករជាស្រួចបាទខ្ញុំអរគុណយ៉ាងជ្រាលជ្រៅបាទហើយខ្ញុំក៏ខ្ញុំនឹងហួចចិត្តតែសម្រាប់មិត្តភក្តិខ្ញុំមួយនេះគាត់កីឡាបដាល់មានទូរស័ព្ទដំបូងប្រើមុនគេខាងកីឡាបដាល់ហើយក៏ថតគុណមុនគេហើយគាត់ក៏មានបានមុនគេហេតុអីក៏ខ្សែជីវិតគាត់ធ្លាក់ដុនដាបជាងពួកខ្ញុំឆ្ងល់ល្បិន ប៉ុន្តែលោកអេបងក៏ប្រពន្ធហាត់នេះកតាបល្អសិតល្អហើយយកមុខមកយកមុខមួយហើយវ៉ែនតាមួយមកវ៉ែនតាវ៉ែនតាខ្មៅហ្នឹងហើយមួកបាទលោកមើលលោកនេះលោកជាស្រួយមួកនេះមួកល្អបាទសាក់ពាក់វ៉ែនតាមកបាទលយវិញហើយបាទពាក់វ៉ែនតាមើលកុំអស់សង្ឃឹមនៃជីវិតយោបាទអីបាទពួកទេដាក់មួកមកបាទដល់ហើយមិនបាច់ពាក់ទុកទេអរគុណណាបាទដាក់នេះចូលបាត់យកចូលមកបាទអេជួយមើលមកកលោផាន់បងមានអីបានបងនោះបាទគឺអាចស្លៀកពាក់បានហើយសុទ្ធអាវល្អទេផាន់បងបាទនេះហើយអាណិតណាមិនមានធ្វើអ្វីឲ្យថាពិបាយឈាមនឹងទៀតទេហើយបាទអាណិតណាយើងចែករំលែកគ្នាយើងចែករំលែកការបាទហើយបុណ្យបាទកុសលដែលខ្ញុំបានឲ្យពីស្រួចនេះសូមជូនដល់បងប្អូនកល្យាណមិត្តទាំងអស់ដែលជាកល្យាណមិត្តរបស់ខ្ញុំទាំងក្នុងនិងក្រៅប្រទេសបាទយើងឃើញខ្មែរយើងចេះជួយគ្នាយើងក៏មានការចំណែនគ្នានេះគ្នាអីអធិស្ឋានលើកទឹកចិត្តឲ្យគាត់តស៊ូឲ្យគាត់តស៊ូជីវិតជាស្រួចមិនសូវជាខុសខ្ញុំប្រមាថទេតែមើលគ្រាន់តែគាត់ពាក់អាវនឹងភ្លាមគេថាគាត់ឡើងភ្លាមមកទៅខុសภายในខ្មែរដើរសង្កលោកស៊ីដែរហ្នឹងទៅខុសនេះមកនេះសង្កលោកស៊ីដែរបងទូរឿងមិនទៅមិនជាស្រួចតាមបងអូនគិតមើលថាតើវិស័យកីឡាបដាល់យើងតាមបងអូនឃើញគាត់เป็นអ្នកបដាល់ឃើញតម្លៃខ្លួនកីឡាករយើងឥឡូវឡើងថ្លៃកីឡាករយើងឥឡូវមានជីវភាពបងអូនមើលឃើញខ្លួនឯងយ៉ាងម៉េចដែរពេលខ្ញុំធ្វើការសំណងនៅបែបនេះដល់ពេលឃើញបងប្អូនជំនុំជូនគ្រប់គ្រងកីឡាយើងបាទខ្ញុំក៏ផ្លែងមើលតាមកញ្ចក់ទូទស្សន៍ឃើញថាឥឡូវនេះកីឡាករយើងល្អច្រើនហើយក៏តម្លៃខ្លួនក៏បានគួរសមជាងមុនណាព្រោះកាលពីខ្ញុំនៅវ័យជាមួយលោកអេវថងនោះតម្លៃខ្លួនបានត្រឹមតែ40,000ទេលោកអេវថងគេបាន50,000ទៅខ្ញុំ10,000បាទនឹងប្រកួតជាមួយបរទេសតែឥឡូវនេះឃើញតម្លៃខ្លួនគេថាបាន$500ទៅ1,000ហើយបាទដូច្នេះកីឡាករឥឡូវយើងខំប្រឹងប្រែងណាបាទដើម្បីអនាគតគាត់បើជាងមុនបាទដូច្នេះខ្ញុំក៏វិលត្រឡប់មកចូលខាងវិស័យកីឡាវិញជាស្រួលឯងបងឃើញការថតចុះទស្សនាវដ្តីវិជាព្រៃអីចូលចិត្តពាក់កបួយឥឡូវដាក់អាវកបួយពីក្រៅមួយទៀតមើលអាវនេះថ្លៃណាស់បងទី20រៀលបាទពាក់មើលបាទពាក់ពីក្រៅមើលបាទស្អាតជួបគាត់បងសុភាបាទហើយមួយឲ្យអាវមើលបាទថាស្អាតឃើញបងអូនជាស្រួលចិត្តពាក់កបួយបាទមើលចុចមើលបងតាមទៅ live តហើយបាទហើយមួយឲ្យអាវទីមើលបាទឃើញបងឃើញជាស្រួលឯងការចុះទស្សនាវដ្តីស្អាតណាស់ការវិជាព្រៃដំបងហ្នឹងគឺសំខាន់ណាស់អាវនេះមានជាស្រួលប៉ិនមានខ្ញុំអាវនេះអាវថ្លៃណាជាស្រួលដឹងណាបាទមិនមែនអាវអន់ទេណាចូលមកឲ្យបាទបើសិនជាបងប្អូនណាដែលមានខោអាវឬក៏បដិជនណាដែលមានចិត្តអីចឹងសូមមេត្តាជួយសពរធរបើសិនជាមានទឹកចិត្តអាណិតគាត់ជួយគាត់ផងខ្ញុំអាណិតគាត់ណាស់ខ្ញុំក៏ក្រដែរមើលបន្ទប់បងប្អូនហ្នឹងអង្គុយសុភាប៉ុណ្ណឹងឯងវាជារឿងប៉ិតមិនមែនជារឿងប្រឌិតទេបងប្អូន
ហើយសាដាក់វ៉ែនតាតិចមើលទៅអាចដូចកាលសម័យយើងលេងរឿងវិញ ទុកគុណ បាទអាចមើលទៅមើលបងប្អូនឃើញទេបាទដល់ពេលមកជួបខ្ញុំមុនបាទឃើញថាឥឡូវឃើញទេបាទគាត់រៀងមានទឹកចិត្តវិញគាត់បានប៉ឹង ឥឡូវ បាទអរគុណច្រើនហើយ បាទពងឡាយតតបង វានឹកមែនតើបាទសូមកាមេរ៉ាម៉ានមេត្តាសូមជួយចាក់បតបេះដូងអ្នកបដាល់ម្ដងទៀតសូមមេត្តាចាក់បេះដូងអ្នកបដាល់ម្ដងទៀតបាទខ្ញុំអាណិតមែនតើហើយអញ្ចឹងហើយខ្ញុំសនំពោបាទទៅដល់បងប្អូនដែលមានចិត្តសប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេសជួយគាត់ផងបាទចាំមានលេខទូរស័ព្ទទេជាស្រួលមានទេ មាន បាទលេខប្រមាណបើសិនជាបងប្អូនចង់ជួយមិនមែនតាមរយៈខ្ញុំទេតាមរយៈបងអូនឯងតែម្ដងណាលេខជាស្រួលឯងលេខប្រមាណ 097 បាទលេខជាស្រួលដល់បងប្អូនយើងចង់ជួយចង់ហៅគាត់ទៅហូបបាយឲ្យគាត់ឆ្ងាញ់មកពេលគាត់មកភ្នំពេញវិញគាត់ទៅមកដល់យប់មិញទេអត់មានលុយជិះឡានទៀត 097 បាទ 097 097 49 49 56 56 931 931